បងបងទាំងអស់គ្នាតែរុញប្រភេទអគ្គិសនីចូលស្តុកវិញណាបងបងប្រភេទនេះយើងប្រើជាប្រភេទអាគុយស្ងួតណាបញ្ចូលភ្លើងម្ដងប្រាប់បានចន្លោះពី15គីឡូម៉ែត្រទៅ20គីឡូម៉ែត្រមានទាំងប្រភេទផ្ដេកខ្នងទឹកក្រូចបាននិងប្រភេទធម្មតានេះណាបងបងប្រភេទនេះបញ្ចូលអាគុយម្ដងជិះបាន15គីឡូម៉ែត្រទៅបងបងហើយបងចុះបងនេះកន្លែងនេះដៃបជាមាន speed 4ពេលហ្នឹងហើយ speed 4នេះមាន6លេខបងចង់លឿនបងស្រីតាមនឹងមកមាន display មានតុងបិទបែលហើយកន្លែងនេះយើងបជាទៅមកខ້ອຍក្រោយបាត់ឆ្វេងបាត់តាមអីពេលមកតាមបងចុចប្រភេទនេះបើសិនជាមិនបញ្ចូលអាគុយអីក៏អាចរុញបានដែរណាបងបងយើងមានកលឹកឡើងកង់នេះដល់សងខាងបងអត់ចូលអុយដកកលឹកនេះចេញមកខាងក្រៅមកហើយអាចក៏បើកបានហើយសម្រាប់ខាងនេះវិញប្រភេទដូចគ្នាបងប្អូនគាត់ថាម៉ូតខាងនេះវាប្រភេទខ្នងវែងអញ្ចឹងបងប្អូនអាចកាត់ក្តីខ្នងទៅក្រូចបានជើងនោះលើគ្រាប់ស្មាបានបងកាត់ក្តីខ្នងហ្មងណាគឺមានកលឹកវាកាត់ក្តីខ្នងទៅក្រូចបានហើយជើងយើងអាចលើគ្រាប់ស្មាបានសម្រាប់ពីម៉ូតនេះមាននៅក្នុងស្តុកវិញអញ្ចឹងបងប្អូនអាចដាក់កំងបានណា